សត្វស្លាបមួយប្រភេទនេះមានប្រវត្តិតាក់ទងទៅនឹងរឿងព្រេងនិទានខ្មែរយើងដែលចាស់ៗគាត់ដំណាលតគ្នាចង់ដឹងថាសត្វស្លាបមួយប្រភេទនេះមានឈ្មោះអ្វីហើយមានប្រវត្តិតាក់ទងនឹងរឿងព្រេងនិទានបែបណាកុំភ្លេចតាមដានជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសត្វស្លាបមួយប្រភេទនេះមានឈ្មោះថាស្វិតតេជៅខ្ញុំជឿថាពុកម៉ែបងប្អូនមួយចំនួនក៏គាត់ធ្លាប់បានស្គាល់សត្វស្លាបមួយប្រភេទនេះហើយមួយចំនួនទៀតក៏គាត់ធ្លាប់តែឮឈ្មោះនៅក្នុងរឿងព្រេងនិទានពិសេសក្មេងៗចំនួនក្រោយគឺគាត់បានអានសាច់រឿងនេះនៅក្នុងបណ្ណាល័យប៉ុន្តែមិនដែលឃើញមុខសត្វស្លាបនឹងពិតប្រាកដនោះទេចំណែករឿងនិទាននេះវិញការដើមឡើយជីដូនបានរស់នៅជាមួយនឹងចៅប្រុសដោយការហូបចុកពុំមានគ្រប់គ្រាន់ចៅប្រុសសម្រេចចិត្តចូលទៅក្នុងព្រៃដើម្បីដាក់អន្ទាក់សត្វពេលនោះចៅប្រុសក៏ដាក់អន្ទាក់ជាប់សត្វព្រៃមួយក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញហើយក៏បានយកសាច់ស្រស់នោះទៅឲ្យយាយអាំងពេលដែលអាំងឆ្អិនសាច់នោះក្រៀមស្វិតមើលទៅនៅតិចជាងកាលនៅស្រស់ទើបចៅកើតក្តីសង្ស័យថាជីដូនលួចបរិភោគសាច់នោះចៅក៏បានវាយជីដូននោះរហូតដល់បាត់បង់ជីវិតពេលនោះក៏មានសត្វស្លាបមួយប្រភេទនេះវាមកទុំនៅលើមែកឈើហើយវាក៏បានស្រែកថាស្វិតតេជៅពេលនោះចៅក៏បានដឹងថាសាច់នោះស្វិតទេសត្វស្វិតតេជៅជាទូទៅមានកម្ពស់12ទៅ 14.5 សង់ទីម៉ែត្ររដូវបន្តពូជឈ្មោលមានពណ៌លឿងចាំងនៅផ្នែកក្បាលនិងផ្នែកខាងក្រោមចំណែកឯផ្នែកខាងលើពណ៌បៃតងចាស់កន្ទុយនិងស្លាបពណ៌ខ្មៅហើយមានឆ្នូតពីរពណ៌គឺសលាយលឿងស្រាលនៅលើស្លាបរដូវបន្តពូជញីស្រដៀងនឹងសត្វឈ្មោលដែរប៉ុន្តែផ្នែកខាងលើមានពណ៌បៃតងស្រាលជាងផ្នែកកន្ទុយមានពណ៌បៃតងចំណែកឯផ្នែកស្លាបមានពណ៌ប្រផេះជាងហើយមានឆ្នូតមិនសូវច្បាស់ផ្នែកពោះមានពណ៌លឿងស្រាលទីជម្រកនៅតាមតំបន់ឆ្នេរព្រៃលិចទឹកព្រៃដំណោះថ្មីនិងនៅតាមតំបន់កសិកម្មរបាយវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែមករាដល់ខែកក្កដាវីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា